ចឹងបានចាស់ៗចំណាំនិយាយថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នេះគឺសកម្មភាពកូនៗខ្ញុំបន្ទាប់ពីគាត់ឃើញសកម្មភាពរបស់ខ្ញុំជាមួយនឹងសួនដំណាំឥឡូវនេះគឺគាត់ដាំបានដំណាំ2ផើងដែលយកមកភ្ជួរក្រោមផ្ទះនេះចាគឺគាត់ដាំដោយផ្ទាល់ដៃហ្មងហើយដោយសាររយៈពេលប្រហែលថ្ងៃនេះគឺគាត់រាំងអបសុកផងអីផងអញ្ចឹងណាឲ្យតែខ្ញុំចុះក្រោមគឺគាត់ចុះក្រោមដែរនិយាយទៅប្រហែលថ្ងៃនេះឃើញគាត់ចំណាយពេលជាមួយដំណាំនឹងច្រើនមែនទែនដូចខ្ញុំអញ្ចឹងហើយនិយាយពីរឿងអស់សំណើចវិញគឺគាត់លេងផងចាក៏គាត់ទទួលបានផលប្រយោជន៍ផងដោយសារខ្ញុំដាក់ទឹកមួយកដុងចាមួយកដុងខៀវនៅក្រោមហ្នឹងឲ្យគាត់ស្រោចដំណាំគាត់ហើយមួយថ្ងៃហ្នឹងគឺគាត់ស្រោចអញ្ចឹងមួយថ្ងៃវោះល្ងាចស្រោចទៅស្រោចមកលេងផងត្រង់ផងអញ្ចឹងណាហើយឃើញគាត់ស្ដាយទឹកព្រោះមុនដំបូងអត់ទាន់មានអា2ផើងក្រោមហ្នឹងឯងដល់ពេលគាត់ត្រង់គាត់ស្រោចហើយគាត់ត្រង់ដល់ពេលហើយខ្ញុំឃើញគាត់ស្ដាយទឹកអញ្ចឹងខ្ញុំក៏ដាក់2ផើងទៀតនៅខាងក្រោមហ្នឹងឲ្យវាចំណេញទឹកណាអញ្ចឹងបានមានពាក្យមួយឃ្លាគេនិយាយថាយើងអាចរៀនក្នុងពេលដែលយើងកំពុងលេងតែយើងកុំលេងក្នុងពេលដែលយើងកំពុងតែរៀន